កប៉ាល់ដឹកទំនិញតម្លៃរាប់រយលានដុល្លារមិនមែនចង់បើកល្បឿនប៉ុន្មានក៏បាននោះទេពួកគេមានអាថ៌កំបាំងម្យ៉ាងដែលត្រូវចូលចតនៅចន្លោះម៉ោង3ដល់ម៉ោង5ភ្លឺតែប៉ុណ្ណោះវាត្រូវបានគេបញ្ជាឲ្យបើកក្នុងល្បឿនមួយយ៉ាងជាក់លាក់បំផុតដើម្បីទៅដល់មាត់ច្រកកំពង់ផែនៅចន្លោះម៉ោង3ដល់ម៉ោង5ទៀបភ្លឺមិនឲ្យលឿនជាងនេះហើយក៏មិនឲ្យយឺតជាងនេះសូម្បីតែ1នាទីហេតុអ្វីត្រូវជាម៉ោងនេះព្រោះកម្រិតទឹកជំនន់នឹងឡើងដល់ចំណុចខ្ពស់បំផុតរយៈពេលត្រឹមតែ2ម៉ោងប៉ុណ្ណោះច្រកសមុទ្រខ្លះរាក់ខ្លាំងដែលមិនអាចឲ្យកប៉ាល់ធុនធ្ងន់បែបនេះឆ្លងកាត់បានឡើយប្រសិនបើមិនមែនជាពេលទឹកឡើងប្រតិបត្តិការស្ទូចទំនិញនឹងចាប់ផ្ដើមនៅម៉ោង7ព្រឹកការយឺតយ៉ាវ2ម៉ោងនៅកំពង់ផែមិនមែនធ្វើឲ្យទំនិញយឺត2ម៉ោងទេប៉ុន្តែវាអាចយឺតទៅដល់24ម៉ោងឬមួយថ្ងៃពេញការធ្វើដំណើរនៅពេលយប់មានភាពរលូននិងលឿនជាងមុនដោយសារតែមិនសូវមានចរាចរណ៍ច្រើនដូចពេលថ្ងៃរាល់ការសម្រេចចិត្តរបស់អ្នកបញ្ជាកប៉ាល់គឺដើម្បីរក្សាតុល្យភាពរវាងចំណូលទឹកសុវត្ថិភាពនិងតម្រូវការទីផ្សារការយឺតយ៉ាវតែបន្តិចអាចធ្វើឲ្យរោងចក្រត្រូវគាំងដំណើរការឬទំនិញត្រូវដាច់ស្តុកនៅលើធ្នើដូច្នេះហើយទើបកប៉ាល់ដឹកទំនិញត្រូវតែប្រណាំងជាមួយពេលវេលានៅក្រោមពន្លឺព្រះច័ន្ទ